សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតចៀនបុកល្ហុងក៏ដូចជាកាហ្វេភេសជ្ជៈគ្រប់មុខមួយឈុតចាដែរភ្ញៀវរបស់យើងគាត់បានកំងណាហើយថ្ងៃនេះយើងផ្លែកបន្តិចចាព្រោះដោយសារតែអតេស្លាប់កោងបែបនេះរាល់ដងយើងប្រើដបូដេប៉ុន្តែថ្ងៃនេះយើងប្រើជាប្រភេទដបូសង្កសីចាមានអីស្អាតប្លែកម្យ៉ាងមកគាត់ដែរចាហើយអានេះទូសម្រាប់ដាក់ប្រហិតរបស់យើងគឺមាន4ប្រអប់ចាខាងមុខនេះ2ខាងចំហៀងនោះ2ហើយនិងខាងក្រោយក៏យើងមានទូភ្ជាប់ទៅជាមួយគ្នាសម្រាប់ដាក់បន្លែបុកល្ហុងឬក៏អាចដាក់តាំងគ្រឿងសាច់គ្រឿងប្រហិតអីរបស់គាត់នៅក្នុងទូនឹងបានឬក៏ដាក់តាំងគ្រឿងកំប៉ុងអីនៅក្នុងនឹងបានចាហើយខាងក្រោយនេះដែរគឺយើងមានកាងមានអីដាក់ធុងតកកដូចយើងរាល់ដងអញ្ចឹងគ្រាន់តែថាកាងនេះភ្ញៀវគាត់សុំយ៉ាងធំបន្តិចដោយសារគាត់ត្រូវការខ្លះសៃបន្លែនិងសាច់របស់គាត់អញ្ចឹងណាខាងក្នុងក៏យើងមានចោះឆ្នាំងចោះក្បាលចក្រានអីឲ្យគាត់ដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងខាងលើក៏យើងមានតនើមានអីដាក់អីវ៉ាន់ដូចតែយើងរាល់ដងអញ្ចឹងណាចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថារទេះដូចគាត់ឬក៏លក្ខណៈប្រភេទរទេះកំងអីផ្សេងហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈពេកនេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាអរគុណបាយបាយ